ឆ្នាំ2008បាញ់អាកាសឆ្នាំ2011បាញ់អាកាសនិងដល់ឆ្នាំ2025នៅតែបាញ់អាកាសសួរថាពេលណាខ្មែរប្រើអាវុធទំនើបដូចគេនិយាយថាសង្គ្រាមព្រំដែននិងសង្គ្រាមឈ្លានពានមានភាពខុសគ្នាដូចជាឆ្នាំ2008លើសពី48ម៉ោងខ្មែរបានប្រើពេលតែ1ម៉ោងសៀមសុំខ្មែរចរចាដោយសារខ្មែរបាញ់ BM21 ចូលមកដល់ឆ្នាំ2021លើសពី72ម៉ោងខ្មែរប្រើពេលតែ3ទៅ4ម៉ោងផ្លោង BM21 ដូចគ្នាសៀមក៏សុំខ្មែរចរចាដូចគ្នារហូតប្រាសាទព្រះវិហារខ្លាចជារបស់ខ្មែរប៉ុន្តែឆ្នាំ2025សង្គ្រាមវិទី7ខេត្តនិងទីតាំងផ្សេងគ្នាតាមខ្សែបន្ទាត់ព្រំដែនគឺមិនមែនជន្លោះតាមព្រំដែនទៀតទេសៀមគេរៀបចំកម្លាំងមិនក្រោមកន្លះឆ្នាំដើម្បីច្បាំងតតាំងជាមួយខ្មែរមិនមែនជាសង្គ្រាមឈ្លានពានចៃដន្យទេគេបានគិតគ្រប់ជ្រុងជ្រោយធ្វើយ៉ាងណាអាវុធនិងកងទ័ពប៉ុន្មានទើបអាចយកឈ្នះខ្មែរបងប្អូនមាននៅចាំប្រសាសន៍របស់សម្ដេចធិបតីទេសម្ដេចធិបតីមានប្រសាសន៍ថាសង្គ្រាមនេះមិនមែនត្រឹមតែតំបន់ធំទេឲ្យតែផ្ទុះភ្លាមគឺអាចផ្ទុះនៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់រឿងទាំងអស់គឺបានកើតឡើងដោយប្រសាសន៍សម្ដេចធិបតីបងប្អូនក៏បានដឹងដែរប្រយុទ្ធ16ទីតាំងផ្សេងៗគ្នាជាការទប់ទល់រយៈពេល5ថ្ងៃថៃសូមចរចាម្ដងនៅក្នុងពេលដែលប្រយុទ្ធ5ម៉ោងដំបូងនិងលើសពី100ម៉ោងតាមប្រសាសន៍របស់សម្ដេចធិបតីទើបសៀមព្រមទទួលយកបទឈប់បាញ់តើយើងចាញ់ប្រៀបសៀមដែរឬទេអ្វីដែលសៀមលើខ្មែរយើងមានតែម្យ៉ាងគត់គឺគេពង្រីកទំហំសង្គ្រាមប៉ុន្តែខ្មែរយើងមិនពង្រីកនៃសង្គ្រាមអ្វីទៅពង្រីកទំហំនៃសង្គ្រាមពង្រីកទំហំសង្គ្រាមមានន័យថាការប្រើប្រាស់អាវុធគឺមិនមែនត្រឹមកម្រិតព្រំដែនប៉ុន្តែក្នុងកម្រិតទូទាំងប្រទេសខ្មែរសៀមឧទាហរណ៍កងទ័ពសៀមអាចប្រើប្រាស់យកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជាហើយកម្ពុជាក៏អាចប្រើប្រាស់អាវុធធុនធ្ងន់បាញ់ទៅគោលដៅណាក៏បាននៅក្នុងទឹកដីសៀមដូចគ្នាតើកម្ពុជាចង់បានបែបហ្នឹងមែនដែរទេតើការសម្រេចចិត្តការធ្វើសង្គ្រាមទប់ទល់និងមិនព្រមពង្រីកទំហំនៃសង្គ្រាមរបស់រាជរដ្ឋាភិបាលត្រឹមត្រូវដែរទេចូលមកដល់សង្គ្រាមសៀមឈ្លានពានគឺលើកទី2ឆ្នាំ2025នេះកម្ពុជាបានឈប់ប្រើប្រាស់ការទប់ទល់មិនបាញ់តប48ម៉ោង72ម៉ោងនិង100ម៉ោងទៀតគឺប្រើប្រាស់ការទប់ទល់តែ24ម៉ោងតែប៉ុណ្ណោះក៏ចាប់ផ្ដើមវាយបកទប់ទល់បងប្អូនក៏បានយល់អ្វីទៅសង្គ្រាមវាយបកទប់ទល់និងមិនពង្រីកសង្គ្រាមសៀមនៅតែប្រើប្រាស់ស្នៀតដដែលដើម្បីបង្ខំខ្មែររយៈពេល21ថ្ងៃអ្វីដែលសៀមខឹងខ្មែរបំផុតជាសង្គ្រាមនៅលើដីពីព្រោះអ្វីដែលសៀមគេខ្លាំងគឺសង្គ្រាមនៅលើអាកាសដើម្បីគ្រប់គ្រងលើដីដូច្នេះដើម្បីប្រើប្រាស់ទ័ពអាកាសបានតតែខ្មែរប្រើប្រាស់អាវុធលើសអំពីទំហំនៃសង្គ្រាមទើបយន្តហោះចម្បាំងសៀមអាចមានលទ្ធភាពវាយទីលើទឹកដីខ្មែរគ្រប់ទីកន្លែងបានតើបងប្អូនយល់អំពីចំណុចនឹងដែរឬទេឥឡូវយើងប្រើប្រាស់ការវាយបកទប់ទល់បែបហ្នឹងត្រូវដែរឬទេកុំឲ្យគេនិយាយវៃៗក៏យើងជឿយើងភ្លេចគិតថាយើងក៏មានបញ្ញានៅក្នុងការគិតដែរខ្មែរយើងឲ្យតែដាក់ចិត្តស្មោះសរដើម្បីបន្តគិតគ្មានទេថាគិតមិនចេញនោះចំណេញឬខាតនៅពេលដែលយើងពង្រីកសង្គ្រាមនេះគឺជាយុទ្ធសាស្ត្រមួយនៅក្នុងសង្គ្រាមរយៈពេល21ថ្ងៃនេះ500ប៉ោន2ลูกว่ะโอ้ยลูกมันต้อง10โคตรเลยยัง3ลูกหายไปครึ่งลูกแล้วឱកាសពិសេសបានមកដល់ហើយសាកលវិទ្យាល័យហុងស៊ុយបានបើកវគ្គសិក្សាជ័យភូមិជោគលាភចាប់ផ្ដើមចូលរៀននៅថ្ងៃទី21-22 ខែកុម្ភៈឆ្នាំ2026នេះឆាប់រួចឡើងកុំឲ្យអាការនេះកន្លងផុតឲ្យសោះ